ហើយបើទោះយើងមានដល់ណាក៏ដោយយំណាយើងគិតថាអូយើងមានលុយតែមានផ្ទះតែមួយមានដីស្រែតែ1ហិកតាមានលុយតែត្រឹម$10000ដូចគ្រប់ហើយប៉ុណ្ណឹងយើងចេះថាយំណាយើងតាមអាការគិតរបស់យើងគិតថាអូមានផ្ទះមួយសំរុំមានលុយត្រឹម$10000-20000ហ្នឹងរស់នៅបានហើយខ្ញុំប៉ុណ្ណឹងហើយខ្ញុំលែងចង់បានអីទៀតអាហ្នឹងអាការយើងតន់មានណាយល់ណាយើងគិតចឹងក៏ប៉ុន្តែអាពេលមាន$10000-20000ហើយក៏វានៅមិនតន់គ្រប់មិនចឹងយោមិនតន់គ្រប់មិនគ្រប់សត្វលោកយើងនឹងមាននៅតណ្ហាហ្នឹងវាមិនគ្រប់ទេកុំថាឡើយយកមាន$10000-20000ហ្នឹងមានវល់លៀនទៀតក៏មិនគ្រប់ដែរអាត្មាលើករឿងមួយញោមរឿងប្របាទមន្ធាតុបាទញោមធ្លាប់ស្ដាប់ហើយបរិជាមួយអង្គហ្នឹងគឺប្រពុតនៃយើងហ្នឹងកាលព្រះអង្គជាប្រពោធិសត្វហ្នឹងគឺមានឫទ្ធិអំណាចខ្លាំងណាស់ញោមមានឫទ្ធិអំណាចខ្លាំងណាស់ជាស្ដេចចក្រពត្តិណាញោមណាស្ដេចចក្រពត្តិត្រាធិរាជមានន័យថាគ្រប់គ្រងលើភពផែនដីហ្នឹងដល់អំណាចបុណ្យណាញោមភាពអស្ចារ្យនឹងមានរតនៈ7ប្រការជាស្ដេចចក្រហ្នឹងមានរតនៈកែវរតនៈសេះមានអីជាដើមប៉ុន្តែភាពអស្ចារ្យព្រះអង្គមួយទៀតហ្នឹងគឺទះដៃញោមចង់បានទ្រព្យសម្បត្តិអីហ្នឹងគ្រាន់តែទះដៃផោងធ្លាក់រតនៈ7ប្រការពីលើមេឃមកមាសពេជ្រកែវកងពីទូសូរកានអ្វីគ្រប់យ៉ាងដែលមានតម្លៃធ្លាក់មកតម្រៀបគ្នាមិនមែនធ្លាក់មកត្រូវក្បាលយើងបែកអីណាយល់ណាធ្លាក់មកតម្រៀបជាជួលអីចឹងដោយអំណាចបុណ្យប៉ុណ្ណឹងហើយអត់តាន់គ្រប់ញោមមានគ្រប់យ៉ាងគ្រប់គ្រងលើភពផែនដីប៉ុណ្ណឹងអត់គ្រប់ទេ100ប្រទេសជាងណាទៅឡើងទៅដល់ឋានចតុមហារាជការជាឋានដែលទេវតាទាំង4រស់នៅយើងហៅថាបបាទថតរថៈវរូបខៈវរូបកៈវរុលហកៈអីហ្នឹងណាយើងហៅថាបបាទវេសវ័នបបាទគ្រប់គ្រងយៈថតរថៈបបាទគ្រប់គ្រងនាគគ្រុឌអីហ្នឹងណាទេវតាទាំង4ហ្នឹងស្ដេចទេវតាទាំង4ហ្នឹងអញ្ចឹងបរិជាហ្នឹងលោកមានអំណាចយកលោកកវីកងចក្ររបស់លោកហ្នឹងណាជិះនៅរថរបស់លោកហ្នឹងរទេះរបស់លោកហ្នឹងហោះទៅដល់ឋានចតុមហារាជការហ្នឹងណាសោយរាជទៅនឹងមិនគ្រប់គ្រាន់ទេណាសួរថាមានឋានណាសុខជាងនឹងទៀតហោះទៅដល់ឋានតាវតឹងខ្ញុំឋានតាវតឹងហ្នឹងជាឋានប្រអិនរស់នៅសកទេវរាជស្ដេចទេវតារស់នៅហ្នឹងប្រអិនឲ្យសោយរាជពាក់កណ្ដាលឋានប្រអិនណាញោមណាពាក់កណ្ដាលឋានប្រអិនហ្នឹងមិនធម្មតាមនុស្សសោះឲ្យទៅសោយរាជនៅឋានប្រអិនចុងក្រោយហ្នឹងថាហេពាក់កណ្ដាលដូចនឹងស្ទើញោមដូចថាភ្នំមួយមិនអាចមានខ្លាពីរបានទេយើងនិយាយអញ្ចឹងញោមណាភ្នំមួយមិនអាចមានខ្លាពីរចង់នៅតែឯងអញ្ចឹងឋានប្រអិនហ្នឹងបរិជាហ្នឹងចង់គ្រប់គ្រងតែឯងគ្រាន់តែមានចិត្តចង់អញ្ចឹងមានចិត្តចង់ដណ្ដើមរាជញោមចង់មានន័យថាធ្វើរដ្ឋបហាណាធ្វើសង្គ្រាមចង់ដណ្ដើមធ្វើជាស្ដេចគ្រប់គ្រងនៅឋានប្រអិនហ្នឹងហ្មងគ្រាន់តែមានចិត្តចង់ដណ្ដើមរាជហ្នឹងប៉ុនហ្នឹងវាអស់ដល់ប៉ុនវាអស់អញ្ចឹងទៅអារូបរាងកាយហ្នឹងវាស្ពោតទៅវាប្រែប្រួលវាពណ៌សម្បល់ហ្នឹងវាលែងភ្លឺថ្លាទៅហើយរស់នៅសោយរាជរស់នៅឋានប្រអិនហ្នឹងអស់36ប្រអិនញោមមិនតិចទេញោមណាមនុស្សកាលហ្នឹងវារស់នៅយូរជាងទេវតាទៀតនោះក៏ធ្លាក់មកវិញដោយអស់បុណ្យហ្នឹងចិត្តចង់សម្រាប់ប្រអិនហ្នឹងអស់បុណ្យធ្លាក់មកវិញចុងក្រោយនោះក៏ផ្ដាំញាតិមិត្តញោមណាផ្ដាំរាជវង្សសានវង្សដែលកូនចៅនៅឋានមនុស្សនេះណាកូនចៅមកជុំគ្នានោះផ្ដាំថាមនាអ្នកទាំងឡាយតណ្ហាគឺការចង់បានរបស់សត្វលោកហ្នឹងគឺมันមានទីបំផុតទេ
mình che chọc tê miền nhom chế u tè hò miền dương chế u tè hò lột bật đá cái nhom đó đi mà nơi chết slap đam con trai ơi chăng phải chia nó có chết đó nè chết slap đó nè đằng đỏ bồn này có bắt đam thà sẽ cái đây trong ban rồi bao sát lột nó cứ ở che pot tê ở che tê xong bay sao riêng nó một nu miền trọp sầm bát ấy dạng na con để tét đây nâng miền trọp sao riêng nó than tê và đa than và ân ấy dạng na có trong cái có mình cục còn lời mà nó bắt đam con trai ở cho thơ mấy bàn cục nhổm thơ mấy bàn dương ruộng nơi miền pan na pan nâng tư có pan tới ruộng nơi chỉ sọc miền bạch thoa rồi bà ăn nó bà ăn sầm đai nhà dương ruộng nơi đà vây dương pin chật nắng hói dương miền hói dương ruộng nơi chỉ sọc bàn chẳng nhôm chạm đạp tới thà thường mấy bàn làm bây giờ ruộng nơi chỉ sọc tua mình sơ miền tua nè ruộng nơi là mồm xóm rống có ruộng nơi chỉ sọc bàn bà ăn sầm đai thà bọn sầm đầy thá nhôm đó và nhôm trăng ruột nơi nó ngồi mình miên cha trai na đôi kia oi viên là mồm xăm rôm nó bọn nhôm nạp chi diêm đạp trăng nâng tịch tới thá bọn sầm đầy thá son tật thấy bạ rầm máng thẹn nàng mà đòn tiết rồi nè son tật thấy bạ rầm máng thẹn nàng prai thà sẽ cái đây sẵn đau chỉ trọp đập vào xa được nòng lục sẽ cái đây sẵn đau vào dưỡng nhau nó sẵn đau sẽ cái đây sẵn đau nó cứ prom lầm mồm ở vậy là dương miến dương ban dương miên ban tam sầm ma chi vô ca chỉnh châm chỉ vật đại dương miên dương khất khom và pan ná ban miên và pan ná prom lầm mồm nâng ở vậy là dương ban pan nó tới vì lên cao tốc hay hơi bây giờ miền tập phân nắng ban đai dương trong ban đôi bà bát mòn thiệt tổ nhau nữa vì ắt rồi tê và ắt miền nơi sẽ cái đây sọc tê vì nơi ta cao tốc chẳng ai xong bay ban mà hơi cái đây nhỉ ban mà hơi có một ban sọc đẻ dương khơi nơi không lột dương đấy nhau nữa dương khơi bật tê đà mà hàm nái thông đần đam ông nái cái này nhau đó đừng đau mà hàm nai đừng đau ấy nâng lùi vò liên vò cao bàn tay nơi tay rồi sẽ cái đây sọc ăn miên đấy nhung nè rồi sẽ cái đây sọc ăn miên thế cất tay trăng chne khnia cất tay trăng và cuột và trên khnia nè cất tay trăng nè chne khnia từ vinh từ mỏi chỉ đàm hai à cái trăng chne trăng và cuột và trên khnia nó việc men sọc ấy nè là việc tục là ngày việc bán đôi chặt việc bán đấy nó việc tục là ngày mình chẳng vơ mà vinh ở dương bị cha rồi na thà tục rồi bao nhiêu nó ca đầm pí ca chọp chùm pẹ bao nhiêu nó pe đại dương bát bắn rồi bó đại chỉ ti sờ lành chẳng ở dương bị cha rồi na thà tham anh tay này ria cha sát nằng sang khá đại chỉ ti sờ lánh nâng chỉ ti pin chất tư tầng trong còi chẳng là dương bị cha rồi nè hai pe là dương bị cha rồi nè rơi chẳng hói ca bắt băng ca ấy nó viên miên đợt đai là men thay dương kịch bị cha nè hói việc bắt băng ấy giống thế việc bắt cái bàn tay việc bắt hói bàn tay dương prom từ tua thả bắt nó chỉ thon mà đà dương mình ai khót nơi ca bắt băng nó tới bàn thế pro với chia anatta thọ dương thọp lứa anatta nó việc men chia atta nơi không ca bằng cọp bằng chia rồi bao dương tê dương sờ lanh côn dương bắt đây dương và pôn dương trọp sờ mặt dương và panna cả đây có pon ta hai bà chay nên việc cướp con hai bà chay nên cướp vì thử bát bắn với bát đó nè ao dương từ tuol bàn tay mình ao dương bà mạt tê nhổm ná ao dương từ túa bàn tay mình ao dương mình miến nên sẽ cái đây bà mạt tê còn ao dương bà mạt à cùng ở slap cùng ở cha cùng ở chư cùng slap dùng bạch thơ ấy bon của mình thơ tiên nó của mình thơ sơ của mình ở xa nắng mẹ nè mẹ chẳng nghe nhầm ná nắng dương dùng cột khổ mà trùng thế đây kết bị cha là na bẹp nâng hói
គិតពិចារណាបែបនឹងទៅបានតតែមានសទ្ធាខ្ញុំហើយស្ដាប់ធម៌នេះយល់ចូលចិត្តទៅបានតតែមានសទ្ធាមិនស្ដាប់បានហើយខ្ញុំអត់មានអ្នកស្ដាប់ធម៌ហ្នឹងអត់មានសទ្ធាទេប្រឆាំងធម៌លោកប្រពុតមិនដឹងសំដែងស្អីទេឲ្យគេគិតតែពីរឿងចាស់រឿងឈឺរឿងស្លាប់ហ្នឹងមិនដឹងជាស្អីអាហ្នឹងដោយសារអីដោយសារមានតែមានអ្នកមានតែទិដ្ឋិប្រកាន់ថាមានខ្លួនគិតតែខ្លួនឯងហ្នឹងខ្លាំងជាងព្រះទៀតយល់ណាហើយព្រះហ្នឹងព្រះអង្គសំដែងហ្នឹងគឺកើតចេញអំពីបញ្ញារបស់ព្រះអង្គដែលសន្សំ4អសង្ខ័យកម្រៃមួយសែនកាប់ហ្នឹងណាមាននៅបញ្ញាចាក់ធ្លុះនៅធម៌ហ្នឹងព្រះអង្គសំដែងដោយបតីមហាករុណាសំដែងដោយសេចក្តីអាណិតអាសូរសំដែងដោយសេចក្តីណាមេត្តារបស់ព្រះអង្គហើយមាននៅបញ្ញាហ្នឹងគឺឃើញច្បាស់នៅធម៌ហ្នឹងហើយយកពធហ្នឹងដែលជាមាគ៌ាណាចេញចាកនៅសេចក្តីទុក្ខទាំងអស់ហ្នឹងប្រាប់សម្ដែងទៅដល់សត្វលោកយើងទាំងឡាយហើយធម៌ហ្នឹងស្ដាប់ទៅបានស្ដាប់បានតែអ្នកមានសទ្ធាទេញោមណាមិនប្រកាសថាធម៌ហ្នឹងសម្ដែងទៅញាតិញោមចាប់ស្ដាប់បានទាំងអស់ទេហើយបើមានសទ្ធាជ្រះថ្លាមានសទ្ធានៅក្នុងចិត្តហ្នឹងថាតាមដានសង្កេតពិនិត្យពធព្រះអង្គមួយហ្នឹងទៅគឺមានសេចក្តីជ្រះថ្លាញោមសេចក្តីជ្រះថ្លាបៃតិបាមកជារីករាយនៅក្នុងពធរបស់ព្រះអង្គថាពធនេះអស្ចារ្យមែនព្រះអង្គសម្ដែងតាំងពី2500ឆ្នាំមុនប៉ុន្តែយើងមានសំណាងបានមកស្ដាប់ពេលឥឡូវនេះ2500ឆ្នាំក្រោយយើងបានស្ដាប់ធម៌របស់ព្រះអង្គដែរញោមណាអស្ចារ្យញោមណាអូយើងកើតតនធម៌ព្រះអង្គហ្នឹងយើងមានសំណាងមានបុណ្យណាញោមហើយបើមិនមានបុណ្យមានសំណាងទេទៅអបាយភូមិបាត់ហើយទៅប្រែតទៅនរកដេរិឆានអសូរកាយអីមានបានមកស្ដាប់ធម៌ណាហើយកើតជាមនុស្សហើយពីកាយអីចឹងទៅជាស្ដាប់មិនលឺអីចឹងក៏ស្ដាប់បធមកើតជាមនុស្សហើយមានមច្ឆាទិដ្ឋិយកខុសអីចឹងទៅមិនជឿនៅក្នុងគុណនៃបរតនត្រ័យក៏អត់បានស្ដាប់នៅធម៌មានបុណ្យខ្លាំងហើយក៏ប៉ុន្តែកើតជាព្រំញោមកើតជាព្រំណាអសញ្ញសញ្ញាព្រំអីចឹងទៅព្រំដែលមានតែរូបអត់វិញ្ញាណមានតែវិញ្ញាណអត់រូបព្រំអរូបព្រំហ្នឹងអត់មានតិចស្ដាប់ផងមិនដឹងឲ្យស្ដាប់ធម៌ព្រះអង្គមិនដូចអូឡារតបៈដែលជាគ្រូរបស់ព្រះអង្គហ្នឹងញោមណាគ្រូបរិញ្ញាព្រះកាលព្រះព្រះអង្គតតបានត្រាស់ហ្នឹងអូឡារតបៈព្រាមហ្នឹងលោកយំការទីលក្ខណៈរបស់ពុទ្ធហ្នឹងលោកយំហើយលោកសោចណាលោកសោចហ្នឹងមានន័យថាសទ្ធត្ថកុមារហ្នឹងបរោះហ្នឹងនឹងបានត្រាស់ជាពុទ្ធនៅក្នុងថ្ងៃអនាគតហើយលោកយំហ្នឹងយំស្ដាយថាលោកហ្នឹងកើតលោកនៅអត់តាន់ពុទ្ធហ្នឹងត្រាស់ដឹងហើយអត់បានស្ដាប់ធម៌ហើយលោកគាត់មានឈានយំណាមានឈានអញ្ចឹងទៅស្លាប់ទៅមានកើតជាមនុស្សទេវតាធម្មតាណាទៅជាព្រំហើយព្រំនៅមានតែរូបឆ្កឹងហ្នឹងមានតិចមានន័យណាស្ដាប់អាហ្នឹងក៏ជាបុគ្គលអភ័ព្វដែរគេហៅថាអភ័ព្វបុគ្គលណាហើយយើងមានសំណាងញោមកើតជាមនុស្សហើយបើមិនមាននៅសមាទិដ្ឋិហើយបើមិនមានសោតតៈគឺតិចទេហើយបើមិនមានសទ្ធាទៀតក៏ស្ដាប់ពធហ្នឹងអត់បានដែរហើយយើងឥឡូវហ្នឹងមានគ្រប់យ៉ាងនេះមានដៃមានជើងមានទាំងពេលវេលាអង្គុយស្ដាប់មានទាំងធម្មកថាមកសំដែងឲ្យញោមស្ដាប់មានទាំងបរិយាកាសល្អស្ដាប់ធម៌ញោមក៏ចង់អារម្មណ៍ស្ដាប់ធម៌ហ្នឹងឲ្យយល់ទីទៅធ្វើឲ្យញោមទទួលនៅកំណប់ទ្រព្យដ៏មហាសាលរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបន្សល់ទុកឲ្យយើងញោមណាញោមគោរពពុទ្ធរាល់ថ្ងៃហ្នឹងព្រះអង្គទុកអីឲ្យយើងទុកពធញោមធម្មោអោសថោពធជាឱសថដែលជាឱសថដែលព្យាបាលផ្លូវចិត្តយើងនេះពុទ្ធោមហាវេជោពុទ្ធជាមហាពេទ្យអញ្ចឹងមហាពេទ្យព្រះអង្គរកថ្នាំឃើញថ្នាំព្យាបាលផ្លូវចិត្តហ្នឹងគឺពធហើយពធហ្នឹងនៅដល់សពថ្ងៃគឺបត្រៃបៃដកមានប្រសូតវិន័យអភិធម្មដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងឯងអញ្ចឹងយើងមានសំណាង
ai bây giờ từ một tiết nắng cứ và thò nắng lên miền đó nhom nè nè phật bị pram pon năm từng cho tới Phật sa na nó bằng bật đất than chia co tộc than nắng nè nâng trâu trồng lên bàn nâng rồi lia ấy chia đàm nâng từ một tiết nhom nè phần đây nơi trong học cả liền đấy cứ dương từng lại những sự tại miền sầm nàng á bàn sẽ đạt được bật thò nâng ai